សួស្តីបងប្អូនទាំងអស់គ្នាដែលនិយមក្នុងការសរសេរកូដអញ្ចឹងកាលពីវីដេអូមុនបងប្អូនបានមើលវីដេអូខ្ញុំតាក់ទងជាមួយនឹងការសរសេរកូដដោយប្រើប្រាស់ Laravel ហើយយើងទូទាត់ប្រាក់ជាមួយនឹងបាគង KXQR អញ្ចឹងមានបងប្អូនជាច្រើនដែលមានសំណួរហើយចង់ឲ្យខ្ញុំចេញវីដេអូតតាក់ទងជាមួយនឹង project មួយនេះអញ្ចឹងដើម្បីស្រាយនៅចម្ងល់ផ្សេងខ្ញុំបានធ្វើវីដេអូពេញមួយនេះដើម្បីបង្ហាញថាតើយើងធ្វើម៉េចបានអាចប្រើប្រាស់នៅបាគង KXQR ជាមួយនឹង project Laravel របស់យើងបានអូខេអញ្ចឹងយើងចូលទៅមើល demo project ដែលខ្ញុំធ្វើ sample តាក់ទងជាមួយនឹងការបង្ហាញនៅ item ហើយនឹងតម្លៃបាទក្នុងនេះគឺខ្ញុំធ្វើការងារឡើងជាមួយនឹង database ដែរអញ្ចឹងយើងអាចចូលមកផ្ទាំងដើមរបស់យើងឃើញនៅ item ចំនួន2ដែលមាន iPhone 17 Pro Max ហើយនិង AirPods Pro បាទអញ្ចឹងខ្ញុំសាកល្បងទៅលើ AirPods Pro Series នេះដល់ចុចលើពាក្យ buy បាទអញ្ចឹងវានឹងបង្ហាញ detail នៅតម្លៃហើយនឹងជាប្រភេទ wireless earphone អីចឹងទៅយើងអាចចុចនៅកន្លែង generate QR code to pay ដើម្បីយើងបង់ប្រាក់ហើយក្នុងនេះដែរក្នុង page នេះគឺយើងប្រើទុករយៈពេលឲ្យ120 second ស្មើនឹង2នាទីក្នុងការបង់ប្រាក់បើសិនជាយើងមិនបង់ជោគជ័យក្នុងរយៈពេល2នាទីនេះវានឹងត្រឡប់ទៅ page ដើមវិញបាទអញ្ចឹងយើងសាកល្បងធ្វើការ scan QR code បាទអញ្ចឹងយើងបញ្ចូល password យើងរងចាំមើលពេលដែលនៅក្នុងនេះវា load success បាទយើងក៏លេខមើលទៅលើអេក្រង់បាទនេះវានៅ load នៅលើ laptop នោះ screen នោះមុននឹងទូរស័ព្ទដៃនេះបង្ហាញផងអញ្ចឹងមានន័យថា process របស់វាលឿនបាទវា load transaction success អញ្ចឹងក្រោយពី transaction success នេះបងប្អូនអាចធ្វើការ add ទិន្នន័យនឹងចូលទៅ database ឬក៏ការងារបន្តទៀតអានឹងអាស្រ័យលើតម្រូវការដែលបងប្អូនធ្វើជាក់ស្ដែងនៅក្នុង project ប៉ុន្តែសម្រាប់ខ្ញុំគឺគ្រាន់តែឲ្យ load transaction success នឹងទេអញ្ចឹង project ទាំងមូលនេះខ្ញុំនឹងតម្លាក់ចូលទៅក្នុង group Telegram បងប្អូនអាចរកបាននៅក្នុង group Telegram របស់ខ្ញុំដែលដាក់ link នៅក្នុង description វីដេអូនេះដែរអញ្ចឹងបងប្អូនទៅមើលវីដេអូពេញទាំងអស់គ្នាថាតើ project ទាំងមូលខ្ញុំធ្វើមិនខ្លះបានយើងអាចបញ្ចប់នៅការងារមួយនឹងបានបាទតោះយើងចូលទៅមើល document ទាំងអស់គ្នាបានខ្ញុំបានចងក្រងវានៅក្នុង file Word មួយនេះដែរហើយខ្ញុំនឹងតម្លាក់វាចូលទៅក្នុង group Telegram ដូចគ្នាបងប្អូនអាចចូលទៅរកមើលបានហើយ follow ម្ដងមួយ step បាទអញ្ចឹងទី1គឺយើងបង្កើត project ថ្មីបាទខ្ញុំនឹងធ្វើការ copy paste ហ្មងព្រោះអីយើងអត់ចង់ឲ្យខាតពេលអញ្ចឹងយើងត្រូវមាន project ថ្មីមួយខ្ញុំសូមបង្កើត project ថ្មីលើ desktop មួយដាក់ថា sample បាទសុំវាយដៃមួយហៀង sample បាគងអញ្ចឹងចុះខ្ញុំបង្កើត project ថ្មីមួយហើយខ្ញុំដាក់នៅក្នុង sample បាគងអញ្ចឹងទៅខ្ញុំបង្កើត terminal បាទខ្ញុំបើក terminal មួយសំព្រិច font ឲ្យធំហើយយើងចាប់ផ្ដើម copy paste មកកុំឲ្យខាតពេលអញ្ចឹងក្នុងនេះយើងអាចដាក់អីក៏បានដែរខ្ញុំដាក់ KXQR shop ឬក៏ខ្ញុំដាក់ថា KXQR បាគងអញ្ចឹងទៅ BAKONG បាទអញ្ចឹងខ្ញុំ copy មួយ line ហ្នឹងមកហើយយកទៅ paste នៅក្នុងនេះដោយសារឥឡូវនេះយើងកំពុងតែនៅក្នុង folder បាគងស្រាប់ sample បាគងស្រាប់អញ្ចឹងយើង paste មក enter យើងរងចាំការបង្កើត project ថ្មី
và lấy project mấy dương và cả rồi hãy dương cd tại can kh hay thẹp mà nói dương khơi kh chúa dashbar con này hãy enter và nó nông document cứ nhầm để sẽ cd này và chẳng nhầm đồ lại này đây cũng ơi bóng phone cho lắm chẳng dương cho cd tại can KXUO ba con đi kia cho tới nhưng mà step này dương CD mình tới hái trên directory tỏ mới dương require nữa mà lại như một tiết composer require dương paste này máu enter dương rung trăm tích tới để bọn ta installនៅ package មួយហ្នឹងអូខេរួចរាល់ហើយអញ្ចឹងយើងចូលមក document វិញយើងចាប់ផ្ដើមបង្កើតនៅ model ថ្មីមួយជាមួយនឹង migration អញ្ចឹង copy path មក Ctrl C បាទអញ្ចឹងពេលយើងអត់ចង់ធ្វើនៅលើ terminal នេះច្រើនទេយើងអាចចូលទៅក្នុង VS Code ក៏បានដែរអញ្ចឹងខ្ញុំសូមបិទបច្ចេកចាស់នេះសិនខ្ញុំចូលមកកាន់ VS Code យើងវាយពាក្យថា code ដក clear មួយសញ្ញា dot នេះមក enter ទៅគឺយើងនឹងចាប់ផ្ដើមបើកបច្ចេករបស់យើងហ្នឹងនៅលើ VS Code អញ្ចឹងនៅក្នុង VS Code គឺយើងអាចប្រើ terminal របស់ VS Code បានហើយបាទអញ្ចឹងយើងអាច pass មួយ line មិញនេះមកអញ្ចឹងយើងចាប់ផ្ដើមបង្កើត model ថ្មីឈ្មោះថា product ហើយជាមួយនឹង migration របស់វាមកជាមួយស្រេចតែម្ដងបាទអញ្ចឹងយើងទៅមើល document តទៀតមើល document តទៀតគឺយើងត្រូវ copy code ពីក្នុងនេះអញ្ចឹងនៅក្នុងនេះគឺយើងមាន name description អីហ្នឹងដាក់ទៅក្នុង migration ចូល database ហើយយើងចូលមក migration នេះហើយ migration ក្រុមគេនេះគឺអ្វីដែលយើងទៅបង្កើតមិញហ្នឹងបានពី command មួយ line មុនហ្នឹងអញ្ចឹងយើងយកមក pass កន្លែង app នេះយើង select ហើយយើងលុបយើងអាច Ctrl V pass code មកselection មិញហ្នឹងអញ្ចឹងនៅក្នុងនេះគឺយើងឃើញហើយវាមានយើងនឹងបង្កើតឈ្មោះ name description តម្លៃហើយនឹង image អានេះជា column នៅក្នុង table ហ្នឹងដើម្បីរក្សានៅទិន្នន័យទាំងអស់ហ្នឹងចូលទៅក្នុង database ហើយសម្រាប់បងប្អូនដែលមានតម្រូវការបន្ថែមព័ត៌មានអីផ្សេងៗយើងអាចបន្ថែមនៅ column នៅក្នុងហ្នឹងទៅតាម data type ដែលយើងត្រូវការតែខ្ញុំជា sample ខ្ញុំធ្វើប៉ុណ្ណឹងហើយយើង close បន្ទាប់មកទៀតគឺយើងចាប់ផ្ដើម migrate គឺសូមបញ្ជាក់បងប្អូនដែរថាកន្លែងនេះគឺយើងប្រើប្រាស់ database original របស់ដែលគេឲ្យប្រើហ្នឹងគឺ SQLite នេះបាទជា SQLite ហ្នឹងគឺយើងប្រើ database ហ្នឹងអញ្ចឹងយើងពេលដែលយើង migrate ទៅទិន្នន័យរបស់យើងគឺវានឹងចូលទៅក្នុង database SQLite ហ្នឹងអញ្ចឹងខ្ញុំចាប់ផ្ដើម migrate copy path កន្លែងហ្នឹងមក enter បាទអញ្ចឹង table product របស់យើងបានបង្កើតជោគជ័យហើយអូខេបន្តមកទៀតគឺយើងត្រូវcopy ទិន្នន័យ seeder ប្រមាណនេះបាទ copy ទិន្នន័យប្រមាណនេះយកមកដាក់នៅក្នុង seeder នេះ table database seeder ហើយយើង paste វានៅពីក្រោមនេះទៅបាទ paste វាពីក្រោមអញ្ចឹងពេលនេះវាពងតែថាអត់មាន product ដោយសារអីយើងអត់ទាន់បាន import product អញ្ចឹងយើង use app models product នេះទៅ save វាផងបាទតមកយើងត្រូវ run command មួយជួរទៀតគឺ php artisan db.2 seed អូខ
chẳng dương rắn tiệt copy paste máu enter bạn chẳng tên này tàng pi ní thầy bạn phải cho từ khung database 2tên này tàng pi nó miền ấy cứ mua iPhone Apple Pro description viết cứ 127GB blue titanium đầm lại pi rồi anh ấy chỉ họ thế màรูปភាពគឺខ្ញុំ copy យកពី Google មកបាទហើយ item ទី2គឺ AirPods Pro ដែលមានព័ត៌មាននៅខាងក្រោមទាំងអស់នេះរូបភាពអីហ្នឹងអញ្ចឹងគាត់ជា sample ទេបាទអញ្ចឹងបន្តមកទៀតគឺយើងមានបន្តមកទៀតគឺយើងត្រូវបាទគឺយើងត្រូវបង្កើត controller ដោយយើង copy command នេះមកហើយយើង paste command នេះទៅគឺយើងបង្កើតនៅ product controller ហើយយើង copy code របស់ product controller មកហើយយើងចូលទៅកាន់ app http product controller paste វាចូលមក save វាបិទវាបានតមកទៀតបាទខ្ញុំសុំលឿនបន្តិចយើងចូលមកកាន់ payment controller copy យកមកបង្កើតកន្លែងនេះ paste enter តមក copy code ច្រើនបន្តិចនៅខាងក្រោមនេះបាទអញ្ចឹងគឺខ្ញុំអត់ទាន់បញ្យល់កូដនៅក្នុងនេះទេនៅក្នុង payment controller នេះគឺសំខាន់ជាងគេបន្តិចបាទសំខាន់ជាងគេបន្តិចអញ្ចឹងយើងមើល payment controller គឺបាទនេះលុបចោលយើង use នៅ QR barcode យើងយក model មកប្រើយើងយក QR data នេះគឺយើងត្រូវប្រើចាំបាច់ប្រមាណមុខខាងលើនេះជាព័ត៌មានដែលយើងត្រូវប្រើ complete use ទាំងអស់ហ្នឹងមកហើយនៅក្នុងនេះគឺfunction ខាងលើគេ function check out នេះគឺយើងនឹងស្វែងរក product ដែលយើងបានចុចនៅក្នុង page នៅក្នុង item នៃ home page ហ្នឹងពេលដែលយើងចុចទៅនៅក្នុង item ហ្នឹងវានឹងទាញយក price ចេញពី table product ហ្នឹងហើយចេញពី column price យកមកដោយបន្តមកទៀតគឺវានឹងបង្កើតនៅ QR ឲ្យយើងបង្កើតនៅ QR code ឲ្យយើងដោយនៅក្នុងនេះ barcode QR នេះវានឹង generate នៅ QR code ឲ្យយើងបន្ទាប់មកវា return ទៅកាន់ view check out នេះវិញបាទដើម្បីឲ្យយើងធ្វើការ scan ហ្នឹងហើយក៏វាបោះទៅនៅ MD5 នេះដែរ MD5 នេះគឺ barcode ជាអ្នកបោះ generate ឲ្យយើងដែរបាទគឺជា code អក្សរសម្ងាត់ប្រមាណខ្ទង់ហ្នឹងដូចជា32ខ្ទង់ហ្នឹងដើម្បីបញ្ជាក់ថាតើ transaction របស់យើងហ្នឹងជោគជ័យនៅគឺគេត្រួតពិនិត្យនៅលើ MD5 ហ្នឹង QR code នេះគ្រាន់តែជាអ្នក scan ដើម្បីប្រាប់ពីតម្លៃដែលយើងត្រូវបង់ហើយបង់ទៅកាន់គណនីរបស់អ្នកណាតែប៉ុណ្្នឹងទេបាទហើយ product នេះគឺបង្ហាញនៅ description product របស់យើងមានតម្លៃមានរូបភាពមានអីផ្សេងហ្នឹងបាទអញ្ចឹងសម្រាប់ check out គឺវានឹងបោះទិន្នន័យទៅប៉ុណ្ណឹងដល់ពេលយើងត្រូវការ verify វានឹងទៅបើក page verify នេះអានេះខ្ញុំធ្វើពីមុនខ្ញុំធ្វើសម្រាប់បង្កើត form verify មួយទៀតអានេះយើងអាចលុបបានបាទនេះកន្លែង verify transaction នេះជាកន្លែងសំខាន់មានន័យថាជាកន្លែងដែលយើងត្រូវកំណត់ថាតើQR code មិញហ្នឹងគេបាន pay លុយឲ្យនៅបាទ pay លុយឲ្យនៅគឺនៅលើ function មួយហ្នឹង
ដែលយើង require MD5 ពី user មក MD5 ហ្នឹងគឺអក្សរសម្ងាត់32តួដែលយើងនិយាយគ្នាពីលើមុនហ្នឹងគឺវានឹងបោះមកកាន់កន្លែង request មួយនេះបាទអញ្ចឹងពេលដែលយើងទទួលបាន request MD5 នឹងចូលមកត្រឹមត្រូវ check ទៅវាត្រូវអស់ហើយទៅលក្ខខណ្ឌហើយគឺវានឹងចាប់ផ្ដើមរក token នេះអញ្ចឹង token នេះគឺជាកន្លែងដែលយើងត្រូវស្នើសុំ token ពីបាគង API បាទបាគង API ដែលយើងនិយាយគ្នាកាលពីវីដេអូមុនខ្លះដែរអញ្ចឹងកន្លែងហ្នឹងគឺអ្នកទាំងអស់គ្នាត្រូវ request ដោយយើងចូលទៅបាគង API នេះបាទចូលមកកន្លែងនេះទៅហើយសម្រាប់យើងអត់ទាន់មានគណនីទេយើង register ដោយបំពេញ organization project របស់យើងបាទហើយនឹង email តោះមក register ទៅយើង verify អីហើយអស់យើងនឹងទទួលបាននៅ token មួយជួរពីបាគងហើយ token ហ្នឹងគឺកន្លែងនេះដែលយើងត្រូវយកមកប្រើហ្នឹងបាទ token របស់បាគងហើយ token នេះដែរគឺខ្ញុំដាក់នៅក្នុង .env file គឺនៅកន្លែងនេះបាទដើម្បីផ្លាស់ប្ដូរបាគងហ្នឹងអូខេឥឡូវនេះខ្ញុំអត់ទាន់បានដាក់បាគងដែរអត់ទាន់ដាក់ capture ដែរអញ្ចឹងយើងដាក់មកបាគងមកយើងមើលពាក្យពេញសិនខ្លាចខុសនេះបាគង token copy មកកុំឲ្យខុសនេះយើងដាក់បាគង token សញ្ញាស្មើអញ្ចឹងដោយសារខ្ញុំបានស្នើសុំជាមួយនឹងបាគងរួចហើយគឺខ្ញុំគេផ្ញើ email មកខ្ញុំហើយអញ្ចឹងខ្ញុំ copy យកមក paste ចូលមកcopy paste ចូលមកអញ្ចឹងបងប្អូនស្នើសុំឲ្យយើងប្រើ token រៀងខ្លួនមកដាក់ចូលកន្លែងហ្នឹងបាទដាក់ចូលកន្លែងហ្នឹងហើយយើង save ទៅតបពីយើង save ហើយបាទការងារយើងត្រូវធ្វើបន្តទៀតអញ្ចឹងនេះយើងសូមបិទចោលវិញបន្ទាប់ពីយើង save ហើយយើងទៅមើល document តទៀតអូខេពេលដែលយើងមាន token អស់ហើយកន្លែងនេះគឺវានឹង generate QR code token បាគងមិញហ្នឹងហើយយើងអ្វីយើងចង់បានគឺ result ដែលយើង check ទៅលើ MD5 ដែលគេបោះឲ្យខាងលើហ្នឹងអញ្ចឹងយើងនឹង return តម្លៃទៅវិញជា JSON ហើយ return result នេះបាទនេះ result ហ្នឹងបានមកពីបាគងហើយ check transaction MD5 ដែលយើងយក MD5 បោះមកពី request បាទអញ្ចឹងតិចទៀតយើងនឹងទៅមើលកន្លែង check out form ថាតើគេបោះ MD5 មកមិនមុនហ្នឹងគឺយើង copy paste ចូលទៅហើយបាទអញ្ចឹងយើងចូលទៅមើលកន្លែងអូខេយើងអត់ទាន់បង្កើតទេអញ្ចឹងយើងចាប់ផ្ដើមបង្កើត view យើងបង្កើត folder បាទអញ្ចឹងមកមើលខាងនេះសិនអូខេបង្កើត route សិនកុំឲ្យខុស step ណាបង្កើត route មុនចុះកើត route មុនអញ្ចឹងយើង route យើងមានហើយយើងក៏ copy ពីក្នុងនេះទៅហើយយើងចូលមកកាន់ route web បាទហើយយើង select លុបចោល paste ថ្មីចូលទៅហើយកន្លែង welcome នេះយើងអាចលុបចោលបានណាបាទដោយសារនៅកន្លែងនេះយើងមាន route home យើងនៅនេះហើយអូខេអញ្ចឹងយើងចាប់ផ្ដើមបង្កើតនៅ view ម្ដងខាងក្រោមនេះគឺយើងចាប់ផ្ដើមបង្កើត product index. អូខេយើងបង្កើត index នេះនៅក្នុង folder product អញ្ចឹងយើងចូលមកកាន់ resource យើងចូលមកកាន់ view ហើយយើងបង្កើត file មួយយ៉ាខុសហើយ
cancel ok paste មិញអញ្ចឹងមាន index.blade.php នេះនៅក្នុង folder product តោះមកយើងចូលទៅ copy មក copy code នេះ copy យកមក paste ក្នុងនេះទៅ save បិទចោលបានតមកទៀតយើងមាន view មួយទៀត view show យើងបាទចូលមកយើងអាច paste ទៅ cancel អូខេហើយយើង copy code នេះមកយកមក paste ក្នុងនេះមក save អាចបិទបានតមកទៀតយើងមាន checkout.blade.php នេះ copy ទៅហើយយើងចូលមកបង្កើត file មួយមកអូខេហើយយើង copy code ខាងក្រោមនេះវែងជាងគេបាទវែងជាងគេច្រើនពេកអូខេយ៉ាងកន្លែងហ្នឹងក៏ជាចំណុចសំខាន់ជាងគេដែរនៅក្នុង project មួយនេះបាទអញ្ចឹងខ្ញុំសូម copy code អស់សិនចាំយើងនិយាយគ្នាពីបាទកន្លែងនេះវានៅក្នុង layout ហើយ app.blade.php អញ្ចឹងអានឹងជា layout ដែលយើងត្រូវប្រើហ្នឹង new provi cancel អូខេអញ្ចឹងខ្ញុំ copy code layout នេះយកមក paste save បិទអូខេអញ្ចឹង project យើងរួចរាល់ហើយអញ្ចឹងសាក run test មួយសិនអត់ដឹងថាវាជោគជ័យអត់ទេណា copy មួយថ្ងៃហើយ save មួយមក serve យើងចូលមកអូខេឃើញ project យើងដើរឥឡូវដើរហ្នឹងមិនទាន់ប្រកាសថាវាដើរត្រូវអត់ទេនេះ QR code ឡើយនេះ error អញ្ចឹង error នេះគឺ error អូខេ error កន្លែងនេះដោយសារកន្លែងនេះយើងមាន package មួយដែលយើងត្រូវ add អញ្ចឹងកន្លែងហ្នឹងច្រឡោះប្រហោងដែរខ្ញុំសុំទៅយក package ហ្នឹងសិនបាទអញ្ចឹងសម្រាប់ error មួយមិញនេះដោយសារយើងអត់ទាន់ require មួយ line ទៀតកន្លែងនេះ composer require simple software IO នេះ QR code នេះ simple QR code នេះចូលអញ្ចឹង require មកយើង add មក package នឹងទៀតអូខេ done អញ្ចឹងយើងចូលទៅមើលរបស់យើង back ទៅវិញយើង generate ផ្សារទៀតអូខេរួចរាល់មុនហ្នឹងយើងអត់បាន add នៅ package QR code ហ្នឹងអញ្ចឹងវាយើងអត់មាន library ណាមួយសម្រាប់ generate QR code ហ្នឹងទេអូខេឥឡូវឃើញថាវាដើរឃើញមាន countdown នៅខាងក្រោមនេះហើយយើងមានអាច back បានអញ្ចឹងខ្ញុំសូមទៅធ្វើការបញ្យល់តាក់ទងជាមួយនឹងចំណុចសំខាន់នៅក្នុង project ហ្នឹងដែលនៅលើ view មួយឈ្មោះថា check out នេះបាទអញ្ចឹងខាងលើនេះយើងចូលមកយើងនឹងឃើញថាវានឹងទាញយក product name យកមកបង្ហាញដូចជាគេ iPhone មិញនេះបាទយើងចុចទៅយើងពេលយើង check out ទៅយើងនឹងឃើញថាមាន airport មានអីនេះហើយនឹងតម្លៃជាមួយយើងនឹងឃើញបាទនេះតម្លៃដែលយកចេញពី product price ហើយយើងដាក់យកក្បៀសពីខ្ទង់ខាងក្រោយបាទអញ្ចឹងពេលដែលវាមាន QR code វានឹងចាប់ផ្ដើម generate QR code ដោយប្រើទំហំ300 pixel គុណនឹង300 pixel បាទ generate ហើយយើងបង្ហាញនៅខាងក្រោមនេះតបមកវានឹងបង្ហាញនៅ MD5 បាទហើយនឹង text នៅខាងក្រោមនេះដោយបងប្អូនឃើញនេះមាន MD5 ហើយនឹង scan this QR code អញ្ចឹងយើងអាច modify code ឡើងនឹងដាក់អីដាក់ទៅបាទអញ្ចឹងពេលដែលវាផ្ទុយមកវិញមានន័យថាបើសិនជាវាទាញទិន្នន័យ QR code នឹងអត់បានទេវានឹង load នៅ message error មួយនេះបាទក្នុងករណីនេះគឺវានឹងអត់ load ទេដោយសារវាទាញយកបាន
ហើយខាងក្រោមនេះគឺយើងនឹងបង្ហាញនៅ timer countdown រយៈពេល120 second ហ្នឹងដែលយើងទុកពេលឲ្យគេ scan ហ្នឹងបាទអូខេអញ្ចឹងវានឹងធ្វើការងារជាមួយនឹង script ខាងក្រោមនេះ script ខាងក្រោមនេះគឺយើងប្រកាស time left 120 second ហ្នឹងហើយយើង countdown element ឈ្មោះអីគេ countdown អញ្ចឹងយើងឃើញហើយនេះ element ID ឈ្មោះ countdown នេះអូខេអញ្ចឹងទៅនឹងយើងចង់បង្ហាញថាយើងនឹងបង្ហាញនៅលេខដែលវានឹង count ម្ដងមួយរហូតដល់0ហ្នឹងចុះទៅក្រោមរហូតបាទអញ្ចឹងក្នុងពេលដែលវា count down ហ្នឹងនៅពេលដែលវាអត់ទាន់ដល់0ទេគឺយើងនឹងធ្វើការ fetch នៅ verify transaction route មួយនេះដែលយើងប្រើ method post យើងប្រើ header នេះបាទយើងសេតាមខ្ញុំនឹងមកហើយដោយយើងបោះនៅ body JSON stringify របស់វានៅតម្លៃ MD5 នេះដែលយើងបោះជា request ទៅកាន់ controller ហ្នឹងតម្លៃរបស់វាគឺ MD5 ហ្នឹងបាទបន្ទាប់ពីវាបោះហើយយើងនឹងទទួលនៅ JSON response មកវិញដោយនៅក្នុងនេះយើងយក data ដែលយើង response បានមកបង្ហាញនៅក្នុង console ដែរក្នុងករណីដែលយើងចង់មើលយើងបង្ហាញ log នេះទៅបើសិនជាយើងអត់ចង់បង្ហាញ log នេះក៏បានដែរយើងបិទអញ្ចឹងទៅបាទអញ្ចឹងក្នុងករណី data.response code ស្មើនឹង0មានន័យថាជោគជ័យមានន័យថាគេ scan រួចរាល់វានឹងចេញ0បើអត់ទាន់ជោគជ័យវានឹងចេញ1ក្នុងករណីវាស្មើ0មានន័យថាវា scan ជោគជ័យអញ្ចឹងយើង clear timer ហ្នឹងមានន័យថាឲ្យវាឈប់ load តមកឲ្យវា alert transaction success តមកយើងឲ្យវា redirect ទៅ home page ទៅទំព័រដើមវិញបាទផ្ទុយមកវិញគឺយើងនឹងឲ្យវា load នៅ transaction fail ក្នុងករណីដែលវាមិនមែនស្មើ0នេះបាទហើយ error ផ្សេងទៀតវានឹង load នៅក្នុង console ឲ្យយើងឃើញបាទអញ្ចឹងពេលដែល timer ស្មើតូចជាងឬស្មើ0វាចាប់ផ្ដើម clear interval ដូចគ្នាបន្ទាប់មកវារត់ទៅកាន់ home page ដូចគ្នាអញ្ចឹងវីដេអូនេះមានប៉ុណ្ណឹងហើយសង្ឃឹមថាបងប្អូនយកទៅមើលមានប្រយោជន៍បាទរីករាយជាមួយនឹងការសរសេរកូដរបស់បងប្អូនទាំងអស់គ្នាអូខេមានចម្ងល់ផ្សេងចូលទៅក្នុង group chat ក៏បាន comment បន្ថែមចុច like នៅក្នុង YouTube ផងបាទអរគុណបាយបាយ